អំណាចពិតនៅពីក្រោយខ្នងប្រទេសអ៊ីរ៉ង់អំណាចពិតគឺស្ថិតនៅឯណានៅលើផ្ទៃប្រទេសនៃប្រទេសអ៊ីរ៉ង់គឺមានប្រធានាធិបតីប៉ុន្តែនៅខាងក្រោយខ្នងគឺមានអំណាចមួយដែលមនុស្សភាគច្រើនមិនឃើញនិងមិនអាចដឹងអំណាចដែលអាចគ្រប់គ្រងយោធាសេដ្ឋកិច្ចនិងនយោបាយតើអ្នកណាកំពុងគ្រប់គ្រងអំណាចទាំងអស់នេះឲ្យពិតប្រាកដប្រទេសអ៊ីរ៉ង់គឺជាប្រទេសដូចទៅនឹងប្រទេសដទៃធម្មតាប៉ុន្តែមានមនុស្សម្នាក់ដែលឈរលើមនុស្សគ្រប់គ្នាហើយគាត់គឺជាលោកអាលីខាមីនីដែលបានទទួលមរណភាពកាលពីប្រមាណសប្តាហ៍មុនមេដឹកនាំដ៏ជាន់ខ្ពស់បំផុតនៃប្រទេសអ៊ីរ៉ង់នេះគាត់គឺមានតួនាទីជា super leader power ដែលតួនាទីរបស់គាត់នោះគឺជាការគ្រប់គ្រងទៅលើបណ្ដាញប្រព័ន្ធយោធាសន្តិសុខជាតិនិងប្រព័ន្ធទូរគមនាគមន៍និងតុលាការហើយនេះគឺមានន័យថាអំណាចទាំងអស់នេះគឺស្ថិតនៅលើគាត់ដែលគាត់អាចមានអំណាចលើសប្រធានាធិបតីទៅទៀតនៅក្នុងប្រព័ន្ធ IRGC Real Power ប៉ុន្តែគាត់មានអង្គភាពមួយដែលខ្លាំងគឺជាអង្គភាព Islamic Revolutionary Guard Corps ដែលហៅឈ្មោះកាត់ថា IRGC ពួកគេគឺមិនត្រឹមតែជាយោធាប៉ុណ្ណោះទេប៉ុន្តែពួកគេគឺគ្រប់គ្រងអាជីវកម្មធំអាជីវកម្មប្រេងអាជីវកម្មថាមពលជាមួយនឹងគម្រោងសាងសង់នៅក្នុងផ្ទៃប្រទេសផងដែរនេះគឺជាអំណាចសេដ្ឋកិច្ចដ៏ធំដែលគ្រប់គ្នាមិនដឹងគ្រាន់តែឃើញពីសម្បកក្រៅនៃប្រទេសមួយនេះប៉ុណ្ណោះហើយអាចកំបាំង network ក្រៅពីនេះគឺមានបណ្ដាញសម្ងាត់ជាច្រើនដូចជា intelligence និង security និងមានមនុស្សជាសិទ្ធជាមួយនឹងមេដឹកនាំហើយនៅក្នុងនោះក៏មានលោកមុចតាបាកាមីនីដែលត្រូវបានគេហៅថាអ្នកកាន់អំណាចនៅពីក្រោយឆាកនយោបាយនិងជាអាចកំបាំងនៅខាងក្រោយផ្នែកមហាជនផងដែរបើយើងនិយាយអំពី Economic Empire វិញអ៊ីរ៉ង់គឺមាន foundation ធំដែលគ្រប់គ្រងទៅលើផ្នែកទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារទាំងនៅក្នុងស្រុកហើយនិងក្រៅប្រទេសផងដែរគឺមិនត្រូវបានពិនិត្យដោយរដ្ឋាភិបាលធម្មតានោះទេហើយនេះគឺបង្កើតប្រព័ន្ធសេដ្ឋកិច្ចសម្ងាត់ដែលអាចលាក់កំបាំងពីបណ្ដាប្រទេសដទៃជាប្រទេសមហាអំណាចផ្សេងៗបើយើងប្រៀបធៀបរវាងប្រធានាធិបតីអំណាចដែលមានធៀបជាមួយនឹងអំណាចពិតប្រធានាធិបតីគឺមានតួនាទីប៉ុន្តែមិនមែនអំណាចពិតនោះទេអំណាចពិតគឺស្ថិតនៅលើ super leader ហើយនឹងអាណាចក្រនៃ IRGC ហើយនឹង network នៅក្រៅឆាកនយោបាយរឿងទាំងអស់នេះហេតុអ្វីវាសំខាន់គឺដោយសារតែផលប៉ះពាល់នោះគឺមានផលប៉ះពាល់ទៅលើសង្គ្រាមសេដ្ឋកិច្ចហើយនិងនយោបាយពិភពលោកប្រទេសអ៊ីរ៉ង់គឺមិនត្រឹមតែជាប្រទេសមួយដែលមាននោះទេហើយក៏ជាប្រទេសដែលជាប្រព័ន្ធអំណាចចងខ្សែសង្វាក់គ្នាយ៉ាងល្អនិងអាចកំបាំងនៅពីក្រោយខ្នងនៃប្រទេសអ៊ីរ៉ង់ដែលមិនមែនជាមនុស្សម្នាក់ប៉ុន្តែវាគឺជាបណ្ដាញអំណាចដែលតភ្ជាប់គ្នារវាងយោធាសាសនាសេដ្ឋកិច្ចហើយវាក៏នឹងបន្តមានផលប៉ះពាល់ទៅដល់អនាគតពិភពលោកផ្សេងៗដែលយើងមិនអាចដឹងមុននោះទេព្រោះរឿងទាំងអស់នេះគឺជាអាចកំបាំងនៅពីក្រោយខ្នងប្រទេសអ៊ីរ៉ង់សូម្បីតែសហរដ្ឋអាមេរិកលោកដៃក៏មិនអាចជ្រៀតជ្រែកក្នុងការងារក្នុងផ្ទៃប្រទេសនេះបានឡើយរហូតដល់យើងសង្កេតឃើញថាបច្ចុប្បន្នគឺមានសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់ជាមួយនឹងប្រទេសជិតខាងទៀតដែលសហរដ្ឋអាមេរិកលោកដៃក្នុងការជំនួបជួបសាផ្សាឬក៏រុញច្រានកត្តាផ្សេងៗប៉ុន្តែសង្គ្រាមក៏នៅតែមានការក្តៅគគុករហូតដល់មានការធ្វើអត្តឃាតមេដឹកនាំអំណាចផ្ដាច់ការរបស់ប្រទេសអ៊ីរ៉ង់តើអ្នកគិតថាប្រទេសអ៊ីរ៉ង់គ្រប់គ្រងដោយអ្នកណាពិត ប្រ
ប្រធានាធិបតីមិនមែនជាអ្នកគ្រប់គ្រងពិតនោះទេប៉ុន្តែអំណាចដែលមិនមានអ្នកនិយាយតើអ្នកណាអ្នកកាន់អំណាចពិតនៅប្រទេសអ៊ីរ៉ង់អាចកំបាំងនៅតែបន្តមានជារៀងរហូតក្នុងការបញ្ចេញមតិយោបល់លោកអ្នកអាចបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះបានហើយអាចបញ្ជាក់ថាតើការយល់ឃើញរបស់លោកអ្នកគិតថាអំណាចនៅពីក្រោយខ្នងប្រទេសអ៊ីរ៉ង់នេះវាមានលក្ខណៈយ៉ាងម៉េចអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយ